បាទសូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដោយមានហេតុការណ៍និងព្រឹត្តិការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកថ្មីមកជម្រាបជូនបាទទស្សនិកជនឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅដើម្បីអនុវត្តឲ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ចេញនូវវិធានការគន្លឹះសំខាន់មួយចំនួនក្នុងការកែលម្អនិងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោកផ្លូវដែកនិងផ្លូវទឹកដោយផ្ដោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលមានភាពប្រទាក់ក្រឡាប្រសិទ្ធភាពសេដ្ឋកិច្ចនិងសុវត្ថិភាពកាត់បន្ថយពេលវេលានិងចំណេញក្នុងការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញអាដាមប៉េងប៉ូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងយ៉ាងដូចនេះនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅឆ្នាំ2026ដែលបានប្រារព្ធធ្វើថ្ងៃទី5ខែកុម្ភៈឆ្នាំ2026ជាមួយគ្នានោះអាដាមរដ្ឋមន្ត្រីក៏បានជំរុញការរៀបចំច្បាប់គោលនយោបាយលិខិតបទដ្ឋានគតិយុត្តនិងបទដ្ឋានបច្ចេកទេសនានាដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងក្នុងវិស័យសាធារណការនិងដឹកជញ្ជូនឲ្យកាន់តែប្រសើរអាដាមបានបញ្ជាក់ថាក្នុងឆ្នាំ2025កន្លងទៅនេះក្រសួងសាធារណការនិងដឹកជញ្ជូនបានអនុវត្តការងារសម្រេចនៅសមិទ្ធផលជាច្រើនជូនប្រទេសជាតិនិងរាជរដ្ឋាភិបាលក្នុងនោះសមិទ្ធផលសំខាន់មានដូចជាការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទទាំងសេវាដឹកជញ្ជូនផ្លូវគោកសេវាដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែសេវាពិសោធន៍សំណង់សាធារណការនិងអាជ្ញាប័ណ្ណផ្លូវថ្នល់សេវាដឹកជញ្ជូនផ្លូវដែកនិងសេវាបណ្ដុះបណ្ដាលធនធានមនុស្សជាដើមទន្ទឹមនេះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនិងការត្រួតពិនិត្យរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់រកឃើញបទល្មើសមានការថយចុះធៀបនឹងឆ្នាំ2024ក្រសួងបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈនិងការដាក់ឲ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅខេត្តស្វាយរៀងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងបង្កើតផាសុកភាពក្នុងការធ្វើដំណើរព្រមទាំងបានធ្វើឲ្យករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការថយចុះក្នុងឆ្នាំ2025ធៀបនឹងឆ្នាំ2024ទាំងចំនួនអ្នកស្លាប់និងអ្នករងរបួស